ណាម៉ែអើយម៉ែជួយកូនផងម៉ែម៉ែអើយម៉ែជួយពួនណាម៉ែអើយជួយកូនផងម៉ែអូយម៉ែពុកវាឲ្យពុកវា ហើយម៉ែវាមីអូនកើតហើយនៅ អ្នកអូនឈឺពោះតាំងពីព្រឹកអត់តាន់កើតទេប្រាំងកាត់យ៉ាងណាក៏មិនរួចដែរហើយយាយម៉ប៉ះបានប្រាប់ខ្ញុំថាប្រហែលមានខុសអីមួយយ៉ាងហើយខ្ញុំក៏យល់អញ្ចឹងដែរម៉ែវាល្ងាចណាស់ហើយណាខ្ញុំបារម្ភពីកូនណាពុកវាខ្ញុំក៏បារម្ភពីកូនដែរមិនទៅពុកវាម៉ែវានោះអ្នកណាយកទូកមកដាក់ទៅតឹងផ្ទះយើងមែនណាពុកវាម៉ែវាទូកដូចទូកវត្តបទុមផាមែនហើយចឹងជិះទៅមើលតោះម៉ែវាទៅមើលលឿនមកអញថាមែនហ៎អ្នកណាគេយកទូកមកដាក់ទៅតឹងមុខផ្ទះអញហ៎អ្នកណាអញ្ចឹងតើបានជាកូនស្រីអញកើតកូនមិនរួចសោះអ្នកណាយកទូកចេញពីមុខផ្ទះអញភ្លាមអ្នកណាគេយកទូកមកដាក់ទៅតឹងមុខផ្ទះខ្ញុំអញ្ចឹងតើបានកូនស្រីខ្ញុំកើតកូនមិនរួចអ្នកណាគេឆាប់យកទូកចេញភ្លាមកូនអ្នកណាយកទូកមកដាក់មុខផ្ទះអញបាទមីងពូនេះគឺជាទូករបស់កងទ័ពប្រាប់ឲ្យយកចេញមុខផ្ទះអញភ្លាមបាទលបល់យកតោះម៉ែវាទៅមើលកូនតោះម្នាក់មួយដៃមួយជើងមកដៃជើងមកអ៊ីគ្រាន់តែដាក់ទូកប៉ុណ្្នឹងសោះក៏ថាដែរមកខាងនេះខ្លាំងមកតោះមកតោះមួយមកនោះយកចុងទៅខាងនោះទៅខាងក្រោមមកយកកន្ទុយទៅក្រោយហើយកន្ទុយទៅមុខទៀតដាក់ចុះតោះបានដាក់ចុះប៉ុណ្ណាគ្រាន់តែប៉ុណ្្នឹងសោះមានបញ្ហាអីមែនទេបានជាប្រមូលបងប្អូនកងទ័ពមកបែបនេះបាត់មានវិជាការគឺអ៊ំម្ចាស់ផ្ទះនេះគាត់ស្ដីបន្ទោសឲ្យពួកយើងទាំងអស់គ្នាហើយយើងយកទូកនេះទៅដាក់ទៅតឹងមុខផ្ទះគាត់អញ្ចឹងហើយទើបបានជាកូនស្រីគាត់នេះសម្រាប់កូនមិនរួចមានជំនឿបែបនេះផងគ្រាន់តែយើងយកទូកមកដាក់មុខផ្ទះគាត់មិនបានជាកូនស្រីគាត់សម្រាប់កូនមិនរួចវាដូចជាមិនសមហេតុផលតទៅសោះតែមិនអីទេពួកយើងក៏បានយកទូកចេញពីមុខផ្ទះគាត់ដែរម្យ៉ាងវិញទៀតពួកយើងជាកងទ័ពមិនត្រូវធ្វើអ្វីថ្នាក់ដល់បងប្អូនប្រជាជនទេបានហើយឲ្យបងប្អូនទៅសម្រាប់ទៅបាទតោះបងប្អូនតោះមកបងប្អូន